សូមស្វាគមន៍ទស្សនិកជនជាទីមេត្រីជួបជាមួយនឹងខ្ញុំសាជាថ្មីម្ដងទៀតនៅក្នុងកម្មវិធី8នាទីដើម្បីសុខភាពរបស់ Channel Snap Event នៅថ្ងៃនេះដែរនៅខ្ញុំបានដកស្រង់នៅអត្ថបទមួយនិយាយអំពីអត្ថប្រយោជន៍របស់ផ្លែល្ហុងទុំតើអ្នកទាំងអស់គ្នាដឹងទេថាល្ហុងទុំមានគុណសម្បត្តិនិងអត្ថប្រយោជន៍ច្រើនយ៉ាងណាសូមអញ្ជើញតាមដានសម្រាប់ជាមួយនឹងខ្ញុំដូចតទៅផ្លែល្ហុងគឺជាផ្លែឈើគ្រប់រដូវដែលផ្ដល់ឲ្យរាងកាយនូវសារធាតុចិញ្ចឹមសំខាន់ៗនិងមានផ្ទុកទៅដោយវីតាមីន A ខ្ពស់ការទទួលទានផ្លែល្ហុងជាប្រចាំជួយព្យាបាលបញ្ហាទាក់ទងនឹងចក្ខុវិស័យក៏ជាគ្រឿងផ្សំសំខាន់នៅក្នុងផលិតផលចំពោះការថែរក្សាស្បែកនិងសក់ជាច្រើនប្រភេទផងដែរតាមការស្រាវជ្រាវបានរកឃើញថាផ្លែល្ហុងមានអត្ថប្រយោជន៍ជួយថែរក្សាសម្រស់របស់អ្នកដែលនឹកស្មានមិនដល់អត្ថប្រយោជន៍ទី1ជួយព្យាបាលការរលាកស្បែកផ្លែល្ហុងគឺជាគ្រឿងផ្សំអភូតហេតុដែលអាចបំបាត់ស្លាកស្នាមនិងសារធាតុពណ៌មិនស្មើគ្នានៅលើស្បែកវាមានលក្ខណៈសម្បត្តិធ្វើឲ្យស្បែកសនិងថែមទាំងជួយផ្ដល់សំណើមដល់ស្បែកទៀតផងសារធាតុជាច្រើននៅក្នុងផ្លែល្ហុងនឹងជួយជំរុះកោសិកាចាស់ៗនិងជួយបណ្ដុះកោសិកាថ្មីៗមកវិញអត្ថប្រយោជន៍ទី2ជួយផ្ដល់សំណើមដល់ស្បែកផ្លែល្ហុងពិតជាមានប្រយោជន៍ក្នុងការព្យាបាលស្បែកស្ងួតនិងជួយផ្ដល់សំណើមដល់ស្បែករបស់អ្នកវាសម្បូរទៅដោយអង់ទីអុកស៊ីដង់និងអង់ស៊ីមដែលមាននៅក្នុងផ្លែល្ហុងជួយក្នុងការព្យាបាលស្បែកស្ងួតនិងរបកការយកផ្លែល្ហុងមកលាបលើមុខរបស់អ្នកធ្វើឲ្យស្បែករបស់អ្នកទន់និងភ្លឺថ្លាអត្ថប្រយោជន៍ទី3ព្យាបាលជំងឺសើស្បែកផ្លែល្ហុងគឺជាឱសថធម្មជាតិដែលព្យាបាលដំបៅរលាកនិងជំងឺស្បែកបានគ្រប់វ័យការលាបផ្លែល្ហុងនៅលើតំបន់ស្បែកដែលរងផលប៉ះពាល់ដើម្បីព្យាបាលស្បែកដូចជាជំងឺស្បែកនិងជំងឺស្បែករបកក្រហមវានឹងជួយការពារការរមាស់និងការកាត់បន្ថយការឡើងក្រហមនៅលើស្បែកអត្ថប្រយោជន៍ទី4ជួយឲ្យសក់លូតលាស់ល្អអាស៊ីតហ្វ្លូលិកនិងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែល្ហុងជួយបង្កើនចរាចរណ៍ឈាមអុកស៊ីហ្សែននិងសារធាតុចិញ្ចឹមដល់សរសៃសក់ឲ្យលូតលាស់ល្អនិងមានសុខភាពល្អការទទួលទានផ្លែល្ហុងជាប្រចាំធានាថានឹងទទួលបានសម្រស់ស្រស់ស្អាតនិងមិនប៉ះពាល់ដល់សុខភាពអត្ថប្រយោជន៍ទី5ជំរុញដល់ការផលិត Collagen ផ្លែល្ហុងមានប្រសិទ្ធភាពបដិញជាតិពុលទាំងអស់ពីរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ដល់ប្រូតេអ៊ីនដែលអសកម្មចេញពីស្បែកហើយវានឹងជួយមកវិញជាមួយនឹងការផលិត Collagen ធ្វើឲ្យអ្នកមានសម្រស់ក្មេងជាងវ័យស្បែកភ្លឺថ្លាថែមទាំងជួយសម្រស់ដល់ការបន្តបង់ទៀតផងចាស់ប្រិយមិត្តជាទីមេត្រីផ្លែល្ហុងទុំពិតជាមានអត្ថប្រយោជន៍យ៉ាងច្រើនដែលអ្នកទាំងអស់គ្នាស្មានមិនដល់សូមស្វែងរកយកមកទទួលទានដើម្បីសុខភាពនិងសម្រស់ទាំងអស់គ្នាណានៅពេលនេះកម្មវិធី8នាទីដើម្បីសុខភាពសូមចប់តែត្រឹមនេះសូមប្រិយមិត្តជួយចុច Like Share Subscribe Channel Step Event ដើម្បីទទួលបានព័ត៌មានថ្មីៗជាបន្តទៀតសូមអរគុណសូមគោរពលា